វេរីអគ្គិសនីតតៃដែលមានកម្លាំងថាមពល246មេហ្គាវ៉ាត់បានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី23ធ្នូឆ្នាំ2015នេះក្រោមការអញ្ជើញចូលរួមជាអធិបតីពីសំណាក់សម្ដេចតេជោសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាវេរីអគ្គិសនីស្ទឹងតតៃដែលមានទីតាំងនៅតំបន់ជួរភ្នំក្រវាញដោយទំនប់អាងស្តុកទឹកស្ថិតនៅក្នុងឃុំឫស្សីជ្រុំស្រុកថ្មបាំងចំណែកស្ថានីយ៍គឺស្ថិតនៅក្នុងឃុំតតៃស្រុកកោះកុងខេត្តកោះកុងសម្ដេចតេជោសែនបានមានប្រសាសន៍នៅព្រឹកមិញនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃវេរីអគ្គិសនីតតៃនោះហើយតាមរយៈនៃផលចំណេញដែលយើងទទួលបាននេះវាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់ខេត្តកោះកុងមួយទេហើយក៏មិនមែនជាបញ្ហាដាច់ដោយឡែករបស់វិស័យអគ្គិសនីនោះដែរប៉ុន្តែវានឹងបង្កើតបាននៅរឿងរ៉ាវច្រើនណាស់ក្របដណ្ដប់លើទិដ្ឋភាពសេដ្ឋកិច្ចសង្គមច្រើនណាស់ដែលសពថ្ងៃគឺនៅលើពិភពលោកនិយាយពីបញ្ហាសន្តិសុខធម្មពលសន្តិសុខស្បៀងគឺជាប់ទៅជាមួយគ្នាតែម្ដងសូម្បីតែការអភិវឌ្ឍនិយាយពីបញ្ហាទេសចរណ៍នេះចាมันមិនជាសម័យទេសចរបក់ផ្លិតទេគឺជាទេសចរម៉ាស៊ីនត្រជាក់អញ្ចឹងបើគ្មានឧទាហរណ៍គ្មានសណ្ឋាគារដែលគ្មានម៉ាស៊ីនត្រជាក់ឬក៏គ្មានគេហៅថាទាញដង្ខល់ធ្វើឲ្យត្រជាក់គេបានទេនោះគឺកុំរំពឹងថានឹងទទួលបានទេសចរអញ្ចឹងវិស័យការផលិតអគ្គិសនីនៅទីនេះមិនមែនរឿងអគ្គិសនីដែលឡៃទេវាបង្កើតទៅបានទៅបញ្ហាសេវាដែលគ្របដណ្ដប់លើរឿងជាច្រើនទាក់ទងជាមួយនឹងបញ្ហាដូចជាវិស័យទេសចរឬសេវាដទៃទៀតតាំងពីធនាគារតាំងពីស្អីណាសពបែបយ៉ាងវារុញទៅឲ្យវិស័យឧស្សាហកម្មវារុញទៅឲ្យវិស័យកសិកម្មរាប់ទាំងបញ្ហាការបូមទឹកដាក់ស្រែដែលទាញយកពីធម្មពលដែលមិនប្រើប្រាស់ម៉ាស៊ីនបូមទឹកទេតែប្រើម៉ូទ័រតាមរយៈនៃការប្រើប្រាស់អគ្គិសនីនេះឯងវេរីអគ្គិសនីតតៃបានសាងសង់ឡើងនៅក្នុងទំហំទឹកប្រាក់វិនិយោគ$540លានសហរដ្ឋអាមេរិកជាគម្រោង BOT រយៈពេល42ឆ្នាំក្នុងនោះ5ឆ្នាំសម្រាប់ការសាងសង់និង37ឆ្នាំទៀតសម្រាប់ការធ្វើអាជីវកម្មទំនប់វេរីអគ្គិសនីនេះបានចាប់ផ្ដើមសាងសង់កាលពីដើមឆ្នាំ2011ដោយក្រុមហ៊ុនសាជីវកម្មចិនឈ្មោះថា China National Heavy Machinery Corporation ថាមពលអគ្គិសនីដែលផលិតបានជាមធ្យមគឺ858លានគីឡូវ៉ាត់ម៉ោងនៅក្នុងមួយឆ្នាំចំពោះថាមពលអគ្គិសនីដែលផលិតបានគឺនឹងត្រូវលក់ទៅឲ្យអគ្គិសនីកម្ពុជាដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងខេត្តនិងចែកចាយទៅកាន់រាជធានីភ្នំពេញផងនោះដែរសម្ដេចតេជោសែនបានមានប្រសាសន៍ថាការអភិវឌ្ឍវេរីអគ្គិសនីស្ទឹងតតៃនេះបានផ្ដល់ប្រយោជន៍យ៉ាងច្រើនជូនជាតិមាតុភូមិតាមរយៈការបង្កើតនូវមុខរបរជូនប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលជូនរដ្ឋបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីប្រកបដោយគុណភាពតម្លៃសមរម្យបង្កើនចំណូលសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រទៀតផងសម្ដេចតេជោសែនបានផ្ដល់អនុសាសន៍3ចំណុចសំខាន់ដើម្បីអភិវឌ្ឍវិស័យអគ្គិសនីនៅក្នុងនោះរួមមានទី1ត្រូវពង្រឹងបណ្ដាញចែកចាយបន្ថែមទៀតទាំងបណ្ដាញជាតិនិងថ្នាក់ក្រោមជាតិដើម្បីផ្គត់ផ្គង់តម្រូវការដល់អ្នកប្រើប្រាស់ជាពិសេសតាមទីជនបទ2ត្រូវពង្រឹងបណ្ដាញជាតិឲ្យបានល្អថែមទៀតដើម្បីងាយស្រួលនឹងចែកចាយប្រភពអគ្គិសនីទី3ត្រូវបញ្ចូលតម្លៃភ្លើងអគ្គិសនីជាបន្តបន្ទាប់ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋនិងជាការកាត់បន្ថយនូវភាពក្រីក្រផងសម្ដេចតេជោសែនក៏បានសន្យាបន្តខិតខំគៀងគរវិនិយោគិនបរទេសជាច្រើនបន្ថែមទៀតមកកាន់កម្ពុជាដើម្បីប្រជាពលរដ្ឋមានការងារធ្វើនិងមានឱកាសជាច្រើនទៀតនៅក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។